កើងចំពុក47ប្រជាជនទាំងឡាយអើយចូលផ្ទះដៃអបអរសាទរចូលច្រៀងដំកើងព្រះជាម្ចាស់ដោយសប្បាយរីករាយត្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែងព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តមដែលគ្រងរាជ្យលើផែនដីទាំងមូលព្រះអង្គបានបង្ក្រាបជាតិសាសន៍នានាឲ្យធ្វើជាចំណោះយើងឲ្យដាក់ប្រជាជាតិនានាឲ្យស្ថិតនៅក្រោមអំណាចយើងព្រះអង្គបានជ្រើសរើសទឹកដីឲ្យយើងទុកជាមរតកធ្វើឲ្យយើងខ្ពស់មុខក្រៃលែងគឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូនក្រោមសំឡេងអបអរសាទរយ៉ាងភ្ញៀវខ្យាព្រះម្ចាស់យាងទៅមុខអមដោយសំឡេងត្រែចូលនាំគ្នាស្មូតទំនុកដំកើងថ្វាយព្រះជាម្ចាស់ចូលនាំគ្នាស្មូតទំនុកដំកើងថ្វាយព្រះមហាក្សត្រនៃយើងត្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូលចូលនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គទៅព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានាព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធអ្នកដឹកនាំរបស់ប្រជាជាតិនានាមកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអាប់រ៉ាហាំបិទអ្នកដឹកនាំផែនដីទាំងមូលស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ទំនុកដំកើងជំពូក48ព្រះអង្គម្ចាស់ជាព្រះដ៏ប្រសើរឧត្តមដែលត្រូវតែលើកដំកើងឲ្យខ្ពង់ខ្ពស់បំផុតនៅក្នុងបុរីព្រះជាម្ចាស់របស់យើងគឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គភ្នំរបស់ព្រះជាម្ចាស់ជាភ្នំមួយដ៏ល្អប្រណិតគឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភពជាបុរីរបស់ព្រះមហាក្សត្រដែលនាំឲ្យផែនដីទាំងមូលមានអំណរនៅក្នុងបុរីនេះគេទទួលស្គាល់ថាព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូនពេលគេឃើញក្រុងស៊ីយ៉ូនគេស្ញែងខ្លាចជាខ្លាំងហើយគេនាំគ្នារត់ចេញទៅវិញទាំងភ័យតក់ស្លុតត្បិតគេភ័យញាប់ញ័រហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូននិងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ាបំបែកនាវាដ៏ធំធំយើងបានឮគេថ្លែងអំពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គឥឡូវនេះយើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុងរបស់ព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះរបស់យើងព្រះអង្គនឹងការពារក្រុងនេះឲ្យបានរឹងមាំរហូតតទៅអោព្រះជាម្ចាស់អើយពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គយើងខ្ញុំរីកគិតអំពីព្រះハរតីមេត្តាករុណារបស់ព្រះអង្គព្រះជាម្ចាស់អើយដោយព្រះនាមរបស់ព្រះអង្គល្បីរន្ទឺក្នុងលោកទាំងមូលយ៉ាងណាមនុស្សម្នាក៏នឹងលើកដំកើងព្រះអង្គរហូតដល់ស្រុកដាច់ស្រយាលផែនដីទាំងមូលដែរព្រះអង្គគ្រប់គ្រងដោយសុចរិតសូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើងសូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំងបិទព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌ប្រជាជនរបស់ព្រះជាម្ចាស់អើយចូលនាំគ្នាហែកក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូនចូលរាប់ចំនួនប៉មរបស់ក្រុងនេះមើលចូលស្ងើចសរសើរកំពែងក្រុងចូលពិនិត្យមើលជញ្ជាំងក្រុងនេះទៅដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែងប្រាប់មនុស្សនៅជំនាន់ក្រោយថាព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កលជានិច្ចហើយព្រះអង្គជាអ្នកដឹកនាំយើងជាអង្វែងតរៀងទៅដែរ